លេងបែបគ្រួសារនៅអូសាមចំនួន4ថ្ងៃtôi chặt tiền tiền rất là ép mó I could go somewhere, maybe anywhere. 지금은 늘 맞으니까 just feel so it's a nabi. That's my living. ជឿសួរស្ដីអ្នកអរគ្នា welcome back ហើយថ្ងៃនេះដែរគឺយើងទៅគ្រួសារទាំងមូលតែម្ដងអូននៀតអូនរីកន្លែងដែលខ្ញុំទៅនេះគឺ resort ឈ្មោះ Samania ស្អាតណាស់យើងនឹងផ្ដោតទៅលើ ប៉ុន្តែខ្ញុំលើសញ្ញាថានៅហ្នឹងគេផ្ដោតទៅលើ peaceful and meditation and meditation បើសិនជាជិះពីពេញទៅខ្ទង់តែ4ម៉ោងកន្លះអីទេគឺទៅដល់ហើយប៉ុន្តែយើងក៏ជិះតាមផ្លូវល្បឿនលឿនបានដូចគ្នាអញ្ចឹងចាំមើលថាជិះតាមផ្លូវល្បឿនលឿនចំណាយរយៈពេលប៉ុន្មានឥឡូវនេះយើងមកដល់កំពង់សិលាកន្លែងសម្រាកសិនហើយយើងចុះជិះតាមកោះកុងឡើងទៅពោធិ៍សាត់វិញmột đôi này Papa លើកទី1មិនដែរប៉ាតាមផ្លូវ ផ្លូវស្អាតតែប៉ាជួយចិត្តទេស្ពីបហ្នឹង មានអារម្មណ៍ថាផ្លៃភ្នែកសំខាន់ផ្លូវគឺស្អាតមែនតើ តាមផ្លូវដេកបានតែមួយផ្លែដែរមើលតែសភាពរហូត គាត់នាំយើងធួរ resort មកជុំសិនហើយបានទៅបន្ទប់ណា oh wow ស្អាតឡា មក resort លោកនេះគឺស្អាតខ្លាំងអត់នឹកស្មានថាស្រុកខ្មែរយើងមាន resort ស្អាតហើយសំខាន់ទេសភាពតាមផ្លូវហ្នឹងគឺ fresh ខ្លាំងមែនតើមកដល់ resort នេះមើលបន្ទប់ទៀតគឺវ៉ាស់មកហើយនេះបន្ទប់ប្អូនខ្ញុំតែឥឡូវនេះទៅសួរសុខទុក្ខអូននៀតសិនផ្លូវចូលទៅវិឡាគេស្អាតមែនតើហ្មងជុំបន្ទប់គេឡើង vibe how's the room nice cozy ចូលមក cozy មក អូយស្អាតមែនតើនេះមិនហោះអឺអាក់ដែរ Let's go អូននេះឃើញហើយ bus stop bus stop នៅក្នុងហ្នឹងមានប្រកងចាំងជំនាញជ្រូកហើយហ្នឹងត្រីនៅខាងកសោបទៀតហ្នឹងយើងមានញោមនិយមជីព្រៃហើយនឹងមានឆាបន្លែដូចគ្នាយើងមកពីហ្វាម ឥ
ទឹកជ្រោះស្អាតខ្លាំងណាស់ហើយលឺខ្លាំងណាស់ពួកខ្ញុំនិយាយអត់លឺទេ សំខាន់ស្អាតមែនតើមកចំខែនេះទៅទឹកពីនឹងខ្លាំងហ៎ ចឹងឥឡូវយើងទៅញ៉ាំបាយគេរៀបចំប្រាក់ផ្ឲ្យខ្ញុំហើយឯងកញ្ចក់ខ្ញុំអត់បិទចិត្តទៅខួនអូងងសិតតែអាប់ហ្មងពេញបន្ទប់ហ្មង បើខ្ញុំវិញអត់បានឃើញអាប់ទេដោយសារអីរវល់គេពុកក៏សម្រាប់ពុកនោះឡើងតុនឡើងស្រួយហ្មងណា ម៉ាក់វិញសប្បាយទៅដល់ខ្លួនអត់វាបើកសិនជាឲ្យឡើងត្រជាក់ហ្មងទៅវិញ អាតែអីទីអង្គុយលេងគួយប៉ះកណាអូបាញ់ ចាំគួរជុំគ្នា ខ្ញុំមិនដឹងសម្រាប់បងប្អូនមកគេតែឥឡូវខ្ញុំឃើញថានៅពេលដែលខ្ញុំអាចមានឱកាសនៅជុំគ្រួសារអញ្ចឹងនិយាយគ្នាលេងហើយមានពេលវេលាមួយគ្នាអញ្ចឹងគឺជីវិតមានន័យហ្មងណា សំខាន់គ្រាន់តែញ៉ាំបាយហើយខ្ញុំទៅរៀបចំខ្លួន make up អីចឹងទៅពេលប៉ាប៉ាម៉ាក់អុយណែអូយបានទេសភាពស្អាតជាផងថតរូបជាងកូនទៀតណាពេលដែលខ្ញុំចូលចិត្តពេលខ្ញុំមកដើរលេងនៅ resort នេះបានន័យថាម្នាក់អត់មានការវិភាគថាត្រូវតែធ្វើអីទេណាគេចង់ថតរូបក៏ថតទៅណាគេចង់ទៅសមាធិក៏សមាធិទៅណាគេចង់នៅបន្ទប់ make up អីក៏ make up ទៅមានអារម្មណ៍ថាពិតជាមកបាន relax មែនណា ថ្ងៃបន្តិចពួកខ្ញុំក៏ដឹងថានឹងមានជីមទៅក៏ថាទៅលេងជីមគេ ចាបងប្អូននៅនេះគឺលក្ខណៈបងប្អូននៅនេះហាងគេមានជីមណាជីមគេមានលើកដុំដៃគេមាន trend មកអញ្ចឹងណាតែខ្ញុំអត់ចេះទេបងប្អូនអញ្ចឹងយើងដូរពី van នេះទៅ internet នេះអញ្ចឹងណាបងប្អូនមកយើងស្ងប់ស្ងាត់កើតទៅយើងអាចយកខ្លួនលេងនិយាយបាន ពីដាននៅផ្ទះទៅជាប់ទេទៅពីដាននេះ ឥឡូវយើងមកដល់ពេលបាយថ្ងៃហើយបាយថ្ងៃលើកនេះគឺ chef គឺគាត់បានរៀបចំម្ហូបលក្ខណៈម្ហូបខ្មែរអ្នកនរគ្នាហើយម្ហូបបាយថ្ងៃនេះគឺឆ្ងាញ់ជាងល្ងាចមិញទៀតនៅ resort Samania នេះគឺគេផ្ដោតទៅលើ nutrition ដែលបន្លែដែលនៅនឹងហ្មងហ្នឹងគឺគេដាំខ្លួនឯងអញ្ចឹងនៅពេលដែលយើងញ៉ាំយើងមិនបាច់ភ័យខ្លាចអូមានគីមីអីទេសំខាន់ឆ្ងាញ់ទៀត ឥឡូវនេះគឺយើងនៅក្នុងបន្ទប់អំបិលហេម៉ាឡៃនេះនៅជុំមួយខ្លួននេះសិតតែអំបិលដែលគេដឹកពីភ្នំហេម៉ាឡៃមកហ្មងណានិយាយទៅនៅនេះគេថាបើយើងអង្គុយពី30ទៅ45នាទីគឺជួយបានច្រើនមែនតើជួយទាំងសុខភាពជួយទាំងស្បែកអញ្ចឹងណា មានអារម្មណ៍ថា relax មែនទេតែចង់ដឹងថានេះវាប្រៃអត់ទេ លើទៅ អត់ហ៊ានប្រៃតែសម្រង ឥឡូវនេះគឺយើងដល់វគ្គ sound healing ហើយដែលខ្ញុំ excited មែនតើនេះបងសាត្រៀមខ្លួនរួចរាល់ជាស្រេចដែរពិសេសមែនតើនឹងនេះគឺបងគូការព្យាបាលដោយសំឡេង បើខ្ញុំគ្រាន់តែទូខ្លួនខ្ញុំអត់ចេះហែងហ្មងអត់លេងសើចទេ mà nhưng bạn đầu bò sao là hiệp rồng nhòa đó nơi về để đặt sự tệ nơi lửa cái vì là khơi rồng nhòa nó với màu lửa cái nhòa dù luôn mình thấy mình làm tha surprisingly về xẻ luôn nó để sang bên những dương ai được phân khơi lên cửa anh bay គ្រាន់តែ relax ហើយភ្លាមទៅបន្ទប់ដូរកៅអៅដើម្បីចេញមកញ៉ាំ afternoon tea ប៉ុន្តែបងសាពេលហ្នឹងគឺស្រួលខ្លួនគេងលក់បាត់ហើយអញ្ចឹង afternoon tea ហ្នឹងយើងមានតែមាននំចេកចុកអីអញ្ចឹងណាយើងនៅមុខឈ្មោះ អ
ai không ao chơi với như này. Dạ, đó bê romantic ពីអ្នកប្តីម្ដងឥឡូវនេះគឺគេបានរៀបចំជាមួយនឹង romantic dinner តែ2នាក់ឯងនៅក្បែរមាត់ទឹកអីអញ្ចឹងទៅសំខាន់គឺម្ហូបគេចេញមកលក្ខណៈដូច fine dining អញ្ចឹងដែលគេមានតាម course យ៉ាងដែរមកគ្រួសារតែក៏មានពេលនៅ2នាក់ សមាធិហើយគឺអារម្មណ៍សរសៃហ្មងបន្ទាប់ពី breakfast ហើយពួកខ្ញុំចេញដំណើរទៅលេងចំការបោះ resort Samania ចាឥឡូវនេះគឺយើងមកដល់ចំការរបស់ Samania ចាដែលរដងញ៉ាំបន្លែអីមួយថ្ងៃនេះហ្នឹងគឺបេះពីនៅនេះទាំងអស់ ចឹងថ្ងៃនេះគាត់ឲ្យយើងមកបេះហើយយើងខុកបណ្ដោយ អាតារ៉េនេះខ្ញុំទទួលស្គាល់ថាវាជ្រុះខ្លួនឯងនៅសារវាប្រងផ្កាប់មុខហ្មងនេះ Ô, ngồi này con hật với ngồi này. អត់ ឈូសពេញក្រុមដើម ចាដំណើរកំសាន្តនេះឆែបថាហៅមកដើម្បីបេះបន្លែណាតែឥឡូវហ្នឹងខ្លាយទៅជាដំណើរកំសាន្តបេះតរ៉េនចាបេះតរ៉េនហើតរ៉េនឲ្យឈូ អូច្រើនម៉ែ Vậy tới dương mẹn xong mà hử tiền chân tê. Thầm khăn mà cha tất cả nó gỡ lúa. អូឆ្ងាញ់ មានអារម្មណ៍យ៉ាងម៉េចដែរ ថ្ងៃនេះយើងមកចកាបេះបន្លែហើយយើងបេះបានតរ៉េនច្រើនខ្លាំង បេះបន្លែទៅយើងបេះត្រេន ដីវាល្អថ្ងៃនេះគឺយើងញោមរបៀបជាម្ហូបខ្មែរយើងអូថៃថៃអូយ៉ា បេះបន្លែហើយគឺពិសេសមែនតើចាឥឡូវនេះគឺយើងចូលមកដល់វគ្គ cooking class ជំរាបសួរបងក្នុងនេះហៅថា Retake Farm អញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចង់បរៀនម្ហូបបងមួយមុខរបៀបលក្ខណៈដូចបុកល្ហុងប៉ុន្តែយើងបុកថកហើយយើងជៀនសាច់គោញោមជាមួយរបៀប style ខ្មែរយើងហើយរបៀបជនបទផងអញ្ចឹងអូខេតោះយើងចាប់ផ្ដើម ចាខ្ញុំមានអារម្មណ៍ថាស្រួលមានអីប៉ុណ្ណឹងនេះមានអីនេះនេះយូរនឹងខោអូឈ្ងុយជិះសាច់យកទៅសាច់ សាក់ជាតិ ញ៉ាំ ដល់យើងហើយ មួយបាន certificate ខាន់ទ្រប ម្ហូបនេះគ្រាន់តែឃើញក៏ដឹងថាឆ្ងាញ់ដែរនេះកូនទាំងពីរធ្វើមិនដែរបានរសជាតិមិនដែរ បាយថ្ងៃនេះមានអារម្មណ៍ល្អមែនតើដោយសារបន្លែគឺពួកយើងទៅបេះតឡៃពិសេសមើលឡើងស្រស់ញ៉ាំ Nó phải em. មានអារម្មណ៍ថាហូបបានយូរមែនតើមកនេះហើយ ច
ជំនាន់ Hai mươi độ chiên này, hai mươi độ. ចាឥឡូវនេះគឺយើងរៀបទៅភ្នំពេញវិញហើយដំណើរកំសាន្ត3យប់4ថ្ងៃរបស់យើងនៅ Samaria Resort ត្រូវបានបញ្ចប់តែមានអារម្មណ៍អីដែរ មានអារម្មណ៍ថា peaceful calm ហើយបងចូលចិត្តសម្រាប់បង ចឹងមកគិតrecommend ដំណើរកំសាន្តចឹងរបៀប vibe មិនដែរសម្រាប់អ្នកគេ ណាគេស្រីខ្ញុំ ចូលចិត្តស្ងប់ស្ងាត់ចូលចិត្តព្រៃចូលចិត្តភ្នំហើយមានអារម្មណ៍ថា clean ហើយទេសភាពវាមើលចេញមកវាស្ងប់ស្ងាត់វាសន្តិភាពមានអារម្មណ៍ថាវាល្អមែនតើសម្រាប់ខាងក្នុង ចាបើសម្រាប់បងប្អូនណាចូលចិត្តព្រៃភ្នំចូលចិត្តធម្មជាតិអីអាចមកកន្លែងនេះបានមិនត្រឹមតែស្អាតនៅក្នុង resort ទេអីដែលអូនសប្បាយចិត្តជាងគេនឹងគឺលើកទី1បានមកលេងអូសៅហ្មងហើយឃើញទេសភាពតាមផ្លូវបានន័យថា amazing ស្អាតមែនតើហ្មង បើសិនជាអ្នកនរគ្នាមកផ្លូវនេះយើងអាចមកតាមពីរផ្លូវមួយមកតាមពោធិ៍សាត់មួយទៀតយើងអាចឡើងផ្លូវលឿនហើយមកតាមកោះកុងលើកទី1ដែលខ្ញុំជិះតាមផ្លូវកោះកុងមកតាមអូសៅណា ជួបភ្នំកវាញ អូស្អាតខ្លាំងមែនតើហ្មង មានមោទនភាពដែលទេសភាពស្រុកខ្មែរស្អាតខ្លាំង ខ្ញុំអត់ដែរដឹងទេពេលដែលមកតាមផ្លូវខ្ញុំនិយាយមួយប្រពន្ធខ្ញុំថាជុំស្រុកខ្មែរយើងនេះអាទេសភាពតាមចលងភ្នំអញ្ចឹងស្អាតមែនតើខ្ញុំធ្លាប់តែទៅស្រុកគេដើរលេងស្រុកគេតែតាមពិតស្រុកខ្មែរយើងមានដែរហើយខ្ញុំជឿថាស្រុកខ្មែរយើងមានកន្លែងច្រើនទៀតដែលវាស្អាតអញ្ចឹងគ្រាន់តែយើងអត់សូវបានដឹងអញ្ចឹងណាហើយឥឡូវនេះអូសោមក៏ចាប់ផ្ដើមល្បីល្បាញសង្ឃឹមថាអ្នកនរគ្នាជាពិសេសអ្នកដែលចូលចិត្តស្ងប់ស្ងាត់អត់សូវចូលចិត្តឮសំឡេងឡានមនុស្សច្រើននេះគឺជាកន្លែងមួយដែលយើងអាចហត់មកសាកថ្មជីវិតដែរអញ្ចឹងពួកខ្ញុំមានតែប៉ុណ្្នឹងបាយបាយ ជួបគ្នានៅវីដេអូក្រោយ